ឥឡូវនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបបេក្ខជនចាសនវិជ្ជការចាសូមអញ្ជើញរពលនឹងភ្លើងស្រីពលនឹងភ្លេងជំឈួតអ្នកឯងពូស្រីពលស្រាស្បែកមុខក្រាំងខ្វឹងស្បាតហាហឺហាស្រវឹងស្រីស្រាចៃលុយគ្មានគិតបើជាអ្នកមានវាមិនអីទេតែខ្ញុំអ្នកស្រែកលក់លក់ប្រលិតពេលនេះជ្រុលខ្លួនដេកបាយ៉ាងស្អិតព្រឹកឡើងអាណិតប្រពន្ធឯងទៀតមើលនោះអ្នកភ្លេងលេងជារបឯស្រីរូបអប្រុងលក់សំរអ្នកមានដុល្លារចៃឥតក្រណងតែឈួតស្មោះលក់ស្រែចូលបាខ្ញុំគិតត្រឹមត្រូវតែដើរផ្លូវខុសលោកគេឲ្យអស់ព្រោះចង់ហឺហាពេលយប់ដូចថៃគប់ចិត្តសងសាពេលថ្ងៃមុខស្វាដូចមេអាបោមើលនោះអ្នកភ្លេងលេងជារបស្រីរូបអប្រុងលក់សំរអ្នកមានដុល្លារចៃឥតក្រណងតែខ្ញុំឈួតស្មោះលក់ស្រែចូលបាខ្ញុំគិតត្រឹមត្រូវតែដើរផ្លូវខុសលក់គេឲ្យអស់ព្រោះចង់ហឺហាពេលយប់ដូចថៃគប់ចិត្តសងសាពេលថ្ងៃមុខស្វាដូចមេអាបោបាទអរគុណសូមតែឯងអរគុណពិតជាមិនធម្មតាវិជ្ជការដឹងមិនហ៎អូនឯងច្រៀងមិញនេះរំដល់ហែករោបដល់លើនេះឃើញទេអូយបងឃើញឃើញអត់អូយអៀនណាចាស់ខិនមកមុខតិចមកបើហ្នឹងហើយឥឡូវចាំមើលគណៈកម្មការយើងចាគាត់មានប្រសាសន៍យ៉ាងម៉េចខ្លះអូខេល្អមែនតើសូមសម្លេងស្វាគមន៍សម្រាប់គាត់មួយទៀតបាទអរគុណបងគឺចាំសូមតែឯងគាត់ដែរអូវ៉ាវអូខេវិជ្ជការបងគិតថាមិញគឺជា superstar មួយមិនមែនជា contestant មិនជាបេក្ខជនបងមានអារម្មណ៍ចឹងពេលបងមើលទៅប៉ុន្តែព្រោះដោយសារគេការបង្ហាញពីទេពកោសល្យរបស់វិជ្ជការដូចជាការកុំិចកម្មើម show ពីបង្ហាញពីអ្នកភ្លេងបង្ហាញពីស្រីស្អាតបង្ហាញពីដុល្លារបង្ហាញពីមនុស្សនៅជុំវិញខ្លួននេះជារឿងដែលល្អមែនទែនប៉ុន្តែបើសិនជាវិជ្ជការកុំព្យាយាមដូចជាខំមាត់លិតមាត់ពេលដែលអត់ច្រៀងហ្នឹងកាន់តែល្អជាងនឹងទៀតនេះជាចំណុចដែលបងមើលឃើញក្រៅពីហ្នឹងគឺបងពេញចិត្តមែនទែនបងឃើញថាជា superstar មួយ good ល្អមែនទែនអរគុណបាទអរគុណបាទចាសូមជឿបងចិតាអូប្រាប់ថាម៉េចឲ្យមេដាចាសូមឲ្យតារាជំនាញប៉ុបចាមានប្រសាសន៍តិចមកអត់មាននិយាយចាអូបើថាល្អអស់តោះឡើងគណៈកម្មការគាំងណាអូនសម្រាប់បងក៏មើលប្អូននៅក្នុងផ្លូវល្អដូចគ្នាគឺប្អូនអាចមានអនាគតណាប៉ុន្តែប្អូនពេលច្រៀងប្អូនត្រូវគិតថាចែកឲ្យដាច់អារម្មណ៍ពីបទហ្នឹងគឺបទមនោចេតនានិងបទញាក់ណាចាប្អូនធ្វើកន្លែងហ្នឹងបានល្អគឺប្អូនអាចធ្វើបានគ្រប់បទទាំងអស់អរគុណបាទអរគុណបងខ្ញុំនឹងខំប្រឹងសំលេងញាក់បានតែសំលេងមិនតន់នេះទេបើភ្លេងគេឆ្នៃណាយើងក៏ត្រូវចេះឆ្នៃដែររ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 
យើងចេះស្រែកឲ្យមានកម្ពស់មានអីផងយល់ទេវាដដែលពេកយល់ទេហើយនេះអាកន្លែងស្រែកស្រែកបានបន្តិចឡប់ទៅខ្ញុំថាបើស្រែកទៅលើទៀតបានល្អយើងអត់ស្រែកទៅលើយល់ទេបត់គេវាអញ្ចឹងមែនប៉ុន្តែយើងក៏ត្រូវចេះឆ្នៃដែរប៉ុន្តែវាយើងតារ៉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 ាតារ៉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 ាតារ៉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 ាដែរទាំងអស់ដូចគ្នាហ្នឹងចុះបើយើងទៅលើទៅក្រោមទៅលើអាអុកតៅលើស្អីហ្នឹងវាមិនល្អជាងហ្នឹងយល់ទេអាហ្នឹងបានគេហៅថាខ្លាំងណាហើយចេះឆ្នៃខ្លួនឯងទៀតណាអរគុណបាទអរគុណវិជ្ជការត្រៀមខ្លួនវគ្គក្រោយជាបន្តទៀតណាចាសម្រាប់សិនចាអរគុណសូមជួបជាមួយនឹងបេក្ខជនសានវណ្ណិតសូមជើញពេលព្រឹកមានឆាខ្វៃសៀវម៉ៃពីដុំតូចចាក់ទឹកស៊ីអ៊ីវបន្តិចឃើញថាឆ្ងាញ់មែននៅមានតទៅទៀតពេលព្រឹកមានកាហ្វេខ្មៅក្តៅអូនដាក់ក្នុងពេចាក់ស្ករសពីស្លាបព្រាកាឡាឃើញថាឆ្ងាញ់មែននៅមានតទៅទៀតបារីមួយដើមជួបសើមជើងក្មេងបាញ់ចេញផ្សែងតាមជ្រមអង្គុយងាកស្រុកកំណាឃើញថាឆ្ងាញ់មែននៅមានតទៅទៀតពេលព្រឹកមានកាហ្វេខ្មៅក្តៅអូនដាក់ក្នុងពេដាក់ស្ករសពីស្លាបព្រាកាឡាឃើញថាឆ្ងាញ់មែនអេកលុយអេស្អែកមកទៀតចាសួស្ដីវណ្ណិតចានិយាយដល់ពេលវណ្ណិតឯងច្រៀងចឹងឃ្លានហ្មងឃ្លានកាហ្វេឃ្លានចក្ខ្វៃរលីនឃ្លានណាអូខ្ញុំឃ្លានណាបងខ្ញុំផ្ដាសាយបងលេបទឹកមាត់ផ្ដាមែនណាតែកាហ្វេខ្មៅទៅបងផ្ដាសាយមួយថ្ងៃហ្នឹងគឺអត់ដែលបានញ៉ាំកាហ្វេសោះជាទម្លាប់មួយថ្ងៃក៏អស់3 4កែវដែរចាហើយមិញលឹករឿងកាហ្វេបត់ហ្នឹងជាបត់ដើមឬក៏ជាការនិពន្ធផ្ទាល់ខ្លួនអូនបត់ចាស់ហ្នឹងបងបត់ចាស់ប៉ុន្តែគាត់កែទំនុកថ្មីអូចាម្យ៉ាងដែរចាធ្វើឲ្យប្លែករឹតតែប្លែកទៀតចាគឺសូមអញ្ជើញគណៈកម្មការចាបងអ្នកភ្លេងសូមណៅរេឡាស៊ីទីមើលបងវណ្ណិតធ្វើតាមនឹងមើលឃើញថាឆ្ងាញ់មែនឃើញថាឆ្ងាញ់មែនកន្លែងហ្នឹងមិនដូចជាមាន4ដងត្រូវទេ4ដងណា2ដងត្រូវ2ដងអត់ត្រូវទេអញ្ចឹងមកពីគេមកពីវណ្ណិតអត់ស្គាល់ណោតឲ្យច្បាស់អញ្ចឹងទៅពេលខ្លះទៅយើងច្រៀងត្រូវពេលខ្លះទៅច្រៀងអត់ត្រូវបងគិតថាវណ្ណិតកាយវិការដូចជាប្រឹងពេកគុំព្យាយាមដូចជាទៅយើងអត់បានធ្វើបកកាយរំទេប៉ុន្តែគុំប្រឹងឲ្យទៅជាមិនជាយើងព្យាយាមប៉ុន្តែមិនប្រឹងឲ្យរឹងឆ្កើតអញ្ចឹងឲ្យដូចជាអ្នក professional ទេអញ្ចឹងយើងព្យាយាមតាមសម្រួលអ្វីដែលយើងអាចធ្វើបានតែប៉ុណ្្នឹងវាមើលទៅជាវណ្ណិតជាងអូខេបាទអរគុណរឿងនេះល្អវណ្ណិតធ្វើល្អបានល្អមែនទែនជាមួយសំឡេងល្អមែនទែនបាទអរគុណបងឃើញថាឆ្ងាញ់មែន
តែមកទៀតល្អបញ្ចូលតួបានល្អស្ដាប់ទៅដូចឃើញកាហ្វេហើយនឹងចាខ្វៃនៅមុខឃ្លានហ្មងកំពុងដល់ម៉ោងបាយផងនេះបណ្ណាកាយវិការដូចជានៅលោបណោះចាឲ្យចេះបញ្ចូលតួជាងហ្នឹងហើយបទនេះដូចជាមានគេហៅថាភាគកមិចកមើមខ្លះផងណាបាទចាបើចេះលេងរបៀបកំ pl ែងណាចាកំ pl ែងមិនមែនកំ pl ែងផ្លុកទេគឺកំ pl ែងញាក់ញក់នៅក្នុងហ្នឹងបាទយើងចេះកមិចកមើមឲ្យវាមានរស់រវើកជាងហ្នឹងណាព្រោះថាអត្តន័យបទនេះគឺចង់និយាយអំពីអ្នកដែល free time ហ្នឹងគាត់ទំនេរគាត់ទៅអង្គុយហាងកាទៀវទៅញ៉ាំអីចឹងណាអរគុណអរគុណទេបងបើនិយាយពីសលេងមិនបាច់ទេសលេងធ្ងន់តែចូលខុសហ៎ដឹងហ៎ដឹងបន្តិចបងដឹងតើបងហ្នឹងអូដឹងខុសអញ្ចឹងអត់អីទេតែបើកាយវិការវិញដូចប្រងរត់បន្តិចប្រងធាក់ខំបន្តិចឥឡូវចាំមើលបទក្រោយទៀតណាតែបទនេះក៏ធ្វើបានល្អដែរចាអរគុណបាទអរគុណបងហើយអាកន្លែងស្រែកចុងក្រោយហេស្អីគិតលុយស្អែកអីសាច់និយាយមើលអេគិតលុយស្អែកមកទៀតអត់ទេអាហ្នឹងតាមតង់វាស្រែកណាអេគិតលុយឯងស្អែកមកទៀតហ្នឹងរបៀបស្រែកហ្នឹងដូចជ្រៀងដែរបងគេត្រូវដូចជ្រៀងដែរព្រោះអីស្រែកយើងមិនមែនស្រែកនៅតែនេះទេគឺស្រែកនៅតែនេះហេណាហេគិតលុយស្អែកមកទៀតណាវាពីក្នុងណាមែនហេគិតលុយស្អែកមកទៀតអាខ្ញុំមានអារម្មណ៍ថាចុងក្រោយបងប្អូនមកទៅនេះហ្នឹងណាអញ្ចឹងត្រូវប្រយ័ត្នហ្នឹងណាអរគុណបាទចាបណ្ឌិតអូនសម្រាប់បន្តិចសិនចុះណាចាំត្រៀមខ្លួនទៅវគ្គទី3ជាបន្តទៀតចាដូច្នេះពីកម្មវិធីសូមសម្រាប់មួយផ្លែតសិនចាកម្មវិធីសំលៀងចែងចាំងនៅក្នុងសប្តាហ៍នេះនៅសល់បេក្ខជនតែ8រូបប៉ុណ្ណោះសូមទូទាយថាបេក្ខជនឬបេក្ខនារីរូបណានឹងក្លាយជាជ័យលាភីលេខ1 ទូចមករា2សាងស្រីដែន3ហ៊ួនសំអល់4ឡុងដាមី5សុនវិជ្ជការ6សានវណ្ណិត7ចៅសុកមី8តនច័ន្ទសីមាសូមផ្ញើសារលេខកូដបេក្ខជនទៅ